Hello សួស្តីថ្ងៃនេះតាម៉ាក់ខ្ញុំគាត់មានកម្មវិធីធ្វើមុខកថាឲ្យញ៉ាំកូនចៅញ៉ាំឥឡូវហ្នឹងគាត់ប្រើខ្ញុំឲ្យទៅផ្សារឥឡូវហ្នឹងគឺខ្ញុំតម្រង់ទៅផ្សារហើយគឺខ្ញុំតម្រង់ទៅរកមើលបន្លែទៅរកទិញបន្លែហ្នឹងគឺទិញស្ពៃបូកូហើយក៏បានសួរអ៊ីអ្នកលក់ហ្នឹងថារាល់ថ្ងៃរាល់ព្រឹកហ្នឹងក៏លក់ដាច់អត់គាត់ថាលក់ដាច់ឥឡូវខ្ញុំតម្រង់ទៅរកតម្រង់ទិញបន្លែហ្នឹងក៏ឃើញអ្នកសុំទានក៏ដាក់ឲ្យគាត់1000ទៅហើយក៏រឹសបន្លែទិញបន្លែហ្នឹងធម្មតាអ្នកម្ដាយហ្នឹងផ្ដាំដាច់ខាតថាឲ្យទិញពោតបារាំងហ្នឹងគាត់យកទៅអាងញ៉ាំជាលក់ទឹកម្រេចគឺវាជំនួយសុខភាពរបស់យើងហងហើយណាមួយត្រូវរោគជួយការពារសុខភាពរបស់យើងផឹកញ៉ាំទៅធ្វើឲ្យសាច់យើងត្រជាក់ក្នុងខ្លួនហើយជាថ្នាំជំងឺបំបត្តិលើឈាមក៏បានរឿងឲ្យអ្នកលក់នឹងថ្លឹងឲ្យទិញ1000ទេហើយក៏ទិញស្ពៃបូកូនោះមួយដុំដោយសារខ្ញុំធ្វើមូលកថាខ្ញុំត្រូវការស្ពៃបូកូហ្នឹងហើយនឹងការ៉ុតអីមួយដុំហ្នឹងចឹងទៅអញ្ចឹងហើយក៏ដើរងាកមកខាងអ៊ីលក់បន្លែលក់ស្ដាយអីនេះធ្លាប់ស្គាល់គ្នាដោយសារខ្ញុំធ្លាប់មកលក់ដូរចឹងហើយក៏បានចំណេះសណាស៊ូសុកតុកគាត់ដោយសារខ្ញុំខានមកលក់ប្រហែលជា4-10ថ្ងៃដែរព្រោះនៅផ្សារហ្នឹងខ្ញុំធ្លាប់មកលក់ដូរអញ្ចឹងដោយសារយើងធ្លាប់ស្គាល់គ្នាក៏រាក់ទាក់គ្នាអញ្ចឹងក៏រាក់ទាក់ធម្មតាហើយឥឡូវក៏ដើរតារាងមករកទិញមឹកទិញបកាសួរទិញមឹកទិញបកាអ្នកលក់ហើយបកាហ្នឹងគឺ1គីឡូ33000គឺទិញបកានោះ1គីឡូឥឡូវចាប់ដើមរើសបង្គាហើយទិញបកាហ្នឹង1គីឡូ33000ទិញបកា1គីឡូទិញមឹក1គីឡូដោយសារយើងត្រូវការដាក់លាយមួយសាច់ហើយឥឡូវចាប់ដើមរើសមឹក1គីឡូដែរមឹកហ្នឹងគឺតម្លៃ28គឺតម្លៃ28000ក្នុង1គីឡូអញ្ចឹងខ្ញុំទិញតែ2មុខទេទិញបកា1គីឡូទិញមឹកហ្នឹង1គីឡូហើយឥឡូវក៏បានមកដល់ផ្ទះចាក់បកាចាក់អីលាងបកាលាងសាច់លាងមឹកអីហ្នឹងឲ្យរួចស្រេចទៅខ្ញុំចាប់ផ្ដើមយកសាច់យកអីទៅហាន់អីអញ្ចឹងដោយសារនេះខ្ញុំចាប់ផ្ដើមលាងបកាសិនលាងវាហើយត្រឹមដល់ម៉ោងញ៉ាំគឺយើងយកទៅក្លាសេក្នុងទូតុកដោយសារយើងត្រឹមរៀបចំធ្វើទឹកស៊ុបហើយលាងបន្លែលាងអីស្អាតគឺយកទៅក្លាសេទុកសិនឥឡូវបកាកាត់ពុកមៀមអីហោះហើយកាត់រួចលាងរួចឥឡូវហ្នឹងសាច់អីក៏បានលាងសម្រស់ទុកដោយមួយឡែកដែរហើយឥឡូវក៏បានយកសម្រស់ទុកដាក់ហើយឥឡូវខ្ញុំចាប់ផ្ដើមមកហាន់សាច់សិនឥឡូវហ្នឹងហាន់សាច់ឲ្យកូនស្រីហ្នឹងជួយបកខ្ទឹមធ្វើទឹកជ្រលក់ឥឡូវខ្ញុំចាប់ផ្ដើមហាន់សាច់គោគឺខ្ញុំទិញមកពីផ្សារ1គីឡូ30000គឺសាច់ស្អាតណាស់សាច់ផុយខ្ញុំកំងគេយកអាសាច់ផុយដោយសារប៉ាម៉ាក់ខ្ញុំគាត់ភាសាអត់ដាច់ទេយកអាសាច់តម្លៃអន់ហ្នឹងគឺក៏ភាសាអត់ដាច់ទេដោយសារវាអត់ផុយអញ្ចឹងហើយខ្ញុំកំងគេយកអាសាច់ល្អហ្នឹងគឺតម្លៃ1គីឡូ30000ហើយសាច់ជ្រូកហ្នឹង1គីឡូដែរយកប្រភេទសាច់ផ្លាស់ឆ្មាទៅវាមានរសជាតិអាំងមូកថាហ្នឹងទៅវាឆ្ងាញ់ណាឥឡូវហ្នឹងខ្ញុំហាន់ជាប្រទេសបានខ្លះហើយឥឡូវខ្ញុំកាត់ជាដុំដើម្បីយើងស្រួលងាយហាន់ប្រទេសវាតូចចឹងហើយខ្ញុំក៏ចាប់ផ្ដើមហាន់បន្តដោយសារខ្ញុំពងហាន់សាច់បកាមឹកអីហ្នឹងក៏បានលាងសម្រស់ដាក់បន្លែស្រួលបួលហើយក៏ហាន់សាច់ជ្រូកហាន់សាច់គោតាមក្រោយឥឡូវហ្នឹងសាច់ខ្ញុំហាន់បានខ្លះហើយសាច់ជ្រូកគឺខ្ញុំហាន់រួចហើយឥឡូវខ្ញុំចាប់ផ្ដើមបន្តហាន់សាច់គោគឺខ្ញុំហាន់ប្រទេសតូចបែបនេះបងប្អូនណាធ្លាប់ធ្វើញ៉ាំបងប្អូនដឹងហើយថាគេធ្វើបែបម៉េចងាកមកមើលបងអូនថ្លៃកំពុងតែបេះបន្លែម៉ាក់កំពុងតែធ្វើទឹកស៊ុបបណ្ដាក៏ស្លោមួយឆ្នាំងតូចបណ្ដាដោយសារទុកដាក់បាតលោកផងអញ្ចឹងក៏ស្លោមកជូរមួយឆ្នាំងដាំបាយមួយឆ្នាំងសម្រាប់បាតលោកដោយសារយើងធ្វើមូលកថាញ៉ាំហើយលោកបិណ្ឌខ្ញុំអត់មានអីទេត្រូវតែដាក់បាតរាល់ព្រឹកអញ្ចឹងដាំបាយបន្ថែមហើយមើលប្អូនខ្ញុំក្មួយខ្ញុំមីងខ្ញុំក៏ដើរបេះតគួនហ្នឹងហើយខ្ញុំយកធ្វើមកលក់ព្រោះដាំខ្លួនឯងណា
ដាំខ្លួនឯងអត់មានដាក់ជីអីទេយើងគឺដាំដោយធម្មជាតិគឺស្រោចតែទឹកធម្មតាលោះមកកាលណាយើងបេះញ៉ាំកាលនឹងឯងមិនបាក់ហត់ទៅទិញរបស់ប៉ាកេដោយសារយើងអាចដាំញ៉ាំខ្លួនឯងបានឥឡូវហ្នឹងមូលកថារបស់ខ្ញុំហ្នឹងគឺបានធ្វើរួចរាល់ហើយក៏បានដាក់ទឹកស៊ុបដាក់ឆ្នាំងហៅបងប្អូនកូនចៅមកជួបជុំគ្នាញ៉ាំអស់ហើយជួបជុំគ្នាញ៉ាំហើយឥឡូវខ្ញុំក៏សុំភ្លក់មួយម៉ាត់សិនដោយសារតែរវល់ចាប់ដាក់ឲ្យប៉ាដាក់ឲ្យកូនបងប្អូនអីញ៉ាំអញ្ចឹងខ្ញុំបានភ្លក់ក្រោយគេសុំភ្លក់មួយម៉ាត់សិនដោយសារយើងអ្នកធ្វើអញ្ចឹងអត់សូវបានមានពេលវេលាញ៉ាំពេញមាត់ទេដោយសាររវល់ដាក់អាំងផងដាក់បន្លែផងមើលក្មួយខ្ញុំកំពុងរំម៉ាក់កំពុងទៅលួចចៅឥឡូវក៏ភ្លក់មើលថាឆ្ងាញ់អត់មឹកនឹងអូឆ្ងាញ់បាកេមែនឥឡូវហ្នឹងក៏បានញ៉ាំមុខកថាអីហើយក៏សម្រាកប្រហែលជា1 ម៉ោងក៏ចាប់ផ្ដើមមករកបាយជីជួបជុំគ្នាបាយជីស្រូវដោយសារខ្ញុំធ្វើស្រែដែលចឹងហើយញ៉ាំហើយក៏បានស្រកពោះក៏នាំគ្នាមកចាក់ជី3 4នាក់ហ្នឹងយកមកបាច់ស្រូវតែជីហ្នឹងគឺជីមានវ័នណាជីហ្នឹងគឺជីប៉យួនគឺជីហ្នឹងមានវ័នឥឡូវក្រុងជីអាចមានវ័នកោសដែរអញ្ចឹងបងប្អូនណាធ្វើស្រែទៅស្រូវពេលដែលទិញជីបាយកុំភ្លេចមើលរង្វាន់ផងណាឥឡូវហ្នឹងគឺប្តីខ្ញុំគាត់ចាប់ផ្ដើមកោសរង្វាន់ហើយគឺរង្វាន់ជីហ្នឹងគឺត្រូវ$1ហើយគេមានថ្នាំដាក់ឲ្យដើមរឹងដើមបែកគុំអីហ្នឹងជាមួយក្នុងក្រុងជីហ្នឹងដើម្បីឲ្យយើងដាក់លាយជាមួយគ្រាប់ជីបាច់ស្រូវទៅឲ្យវាបែកគុំហើយមានឫសវែងល្អតែខ្ញុំអត់ដែលធ្លាប់ប្រើទេដោយសារយើងប្រទេសជិតខាងរបស់យើងឈប់ប្រើឥឡូវយើងមកប្រើជីយួនជីវិតអ្នកស្រែមានអីថតក្រៅពីស្រែទេបងប្អូនអើយអ្នកស្រូវក៏ខូចដែរដាក់ជីបាន 4-5 ថ្ងៃនឹងមកឆ្លងទៀតហើយខ្ញុំឥឡូវហ្នឹងក៏ចុះសាកមួយឡាំងដោយសារខ្ញុំឈឺជើងឈឺដៃចឹងខ្ញុំអត់ដែលសូវបានមកជួយបាច់ជីឬក៏ព្រោះទេដោយសារខ្ញុំឈឺឥឡូវហ្នឹងខ្ញុំរាំងអន់ឈឺឥឡូវខ្ញុំសាកមើលមួយកថាំងតើខ្ញុំទៅមុខរួចអត់បងប្អូនអើយទៅរួចពេលដែលឡើងមកវិញគឺញោអស់ហើយញោជង្គង់ញោដៃអស់ហើយដោយសារខ្ញុំឈឺជើងខ្ញុំបដូរធ្វើការធ្ងន់ខ្ញុំធ្លាប់ធ្វើការធ្ងន់អញ្ចឹងទៅបណ្ដាឲ្យយើងឈឺម្ដងគឺបាក់ចឹងហើយខ្ញុំអត់សូវហ៊ានធ្វើការធ្ងន់ទេសប្តាហ៍ថ្ងៃឡើងមកវិញក៏ឲ្យកូនបាយជំនួសឥឡូវកូនខ្ញុំកូនទី1គឺគាត់អាយុ17ឆ្នាំហើយគាត់អាចជំនួសខ្ញុំបានឥឡូវហ្នឹងគឺខ្ញុំក៏បានឡើងពីស្រែមកវិញក៏ចូលមកផ្ទះបងខ្ញុំគាត់ហៅឲ្យមកកាច់ពោតយកទៅស្ងោរញ៉ាំបងប្អូនអើយបានរបស់គេឲ្យព្រីអញ្ចឹងគឺមិនទុកពេលបន្លាយយូរទេគឺយើងបញ្ញាប់មកចូលចការដែលកាច់យកខ្លួនឯងកាច់មើលអាផ្លែណាដែលល្អទៅកៅអត់ស៊ីកាច់យកទៅស្ងោរញ៉ាំខ្លួនឯងគាត់ថាឲ្យកាច់យកទៅគាត់ឲ្យខ្ញុំកាច់តាំងពីព្រឹកតែខ្ញុំអត់បានកាច់ទេដោយសារខ្ញុំនឹកឃើញថាទុកឲ្យគាត់ស្ងោរលក់ទៅដល់ពេលឃើញប្អូនមកពីស្រែទៀតក៏ហៅប្អូនឲ្យចូលមកកាច់ពោតយកទៅស្ងោរទៅប្អូនមិនចាំទុកយូរទេនេះបញ្ញាប់មកដើរកាច់ហើយកាច់យកខ្លួនឯងបណ្ដោយកាច់យកមើលផ្លែណាធំហើយសាច់ទៀតឲ្យតរបស់ព្រីអញ្ចឹងបានរាល់ថ្ងៃប្អូនក៏មិនធុញដែរឲ្យតាបងហៅឲ្យរយករាល់ថ្ងៃព្រោះអីបានរបស់គេឲ្យស្រាប់អញ្ចឹងណាបងប្អូនពោតបងខ្ញុំក៏កាច់ដាក់ស្ងាងាកមកមើលក្មួយកំពុងតែរ៉ាពោតដាក់ឆ្នាំងឥឡូវខ្ញុំចេញពីចំការហើយនេះក្មួយខ្ញុំគេកំពុងតែរ៉ាពោតដាក់ឆ្នាំងដោយសារគាត់ស្ងោរលក់មកព្រឹក2ឆ្នាំងណាមកព្រឹក2ឆ្នាំងហ្នឹងគឺបានមួយឆ្នាំង100000អញ្ចឹងគាត់ស្ងោរ2ឆ្នាំងទៅលក់តព្រោះខែនេះដាំពោតអត់សូវកើតទេគឺគាត់លក់បានថ្លៃជាងរដូវប្រាំងសម្បូរអ្នកដាំច្រើនគ្នាសម្បូរអ្នកលក់អញ្ចឹងហើយយើងពិបាកលក់បន្តិចដល់ពេលខែនេះគឺដោយសារភ្លៀងជោគជាំដាំអត់សូវកើតតែសំណាងហើយបងខ្ញុំក៏ដាំកើតគាត់លក់បានគាត់លក់បានគូសំដោយសារក្រពោតអញ្ចឹងណាបងប្អូនរបស់អ្វីក៏ដែរឲ្យតែយើងព្យាយាមគង់តែបានសម្រេចទេវាមិនងាយបានមកឯងទេតើតែយើងរឯងដាំដោះជុំវិញផ្ទះយើងទៅយើងបានញ៉ាំហើយយើងបានលក់ដូរយកមកគ្រប់គងចំណូលប្រចាំថ្ងៃរបស់យើងចាស់តែងតែបដៅគុណចៅកុំឲ្យខ្ជិលវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់អ្នកដែលជួយចុច like ចុច share អរគុណ